ឥឡូវចាប់ផ្ដើមហើយយល់ចាអូវាយចូលមកវាយនៅពេលនេះបង្គោលខៀវកំពុងតែសម្លឹងមុខបង្គោលក្រហមបើទោះបីជាដៃកំពុងតែវាយប៉ុន្តែមុខកំពុងតែគម្រាមកំហែងបង្គោលក្រហមមុខនៅនឹងថ្មឹងទេប៉ុន្តែនៅក្នុងចិត្តគឺស៊ីសាច់ហត់ឈាមបង្គោលខៀវតើបង្គោលខៀវឬបង្គោលក្រហមដែលទទួលបានពានរង្វាន់ប្រដាល់ធ្លាក់ទឹកចាវាយយកមែនតើក៏វាយលេងចូលមកដាក់ទៅចាំមុខមួយមកដាក់វាយមិនក្រៅមិនលើអបអសាទរបង្គោលក្រហមចាឥឡូវលើកទី1ចាគប់សុំបង្គោលខៀវសុំចុះចាញ់ឲ្យវាយតអត់សុំមិនមានលក្ខខណ្ឌពេលគេវាយផ្នែកខាងក្រោមមានសុំផ្លាស់ប្ដូរកុំឲ្យវាយក្រោមទេមិនដូចត្រូវមួយបានធ្លាក់មិញអត់អីណាបាទអូខេសូមត្រៀមនេះជាការប្រកួតលើកទី2ចាសូមខាងបច្ចេកទេសជួយចារវៃរហាត់ផងចាបងប្អូននៅទីនេះបាទអូចាប់ដើមផ្លុំកញ្ចែ1 2 3នេះជាការប្រកួតជុំទី2រវាងកីឡាករបង្គោលខៀវហេងលៀបនិងកីឡាករបង្គោលក្រហមផ្លិចឈ្មោះបាទឥឡូវនេះបង្គោលខៀវកំពុងតែចលនាបង្គោលក្រហមដាក់មួយហើយបង្គោលក្រហមដាក់ហើយដាក់ខៀវដាក់ហើយបង្គោលខៀវអូទៀតបង្គោលក្រហមវាយលើចលនាលើវាយក្រាបដាក់បង្គោលតាអូបង្គោលខៀវណាម្ដងទៀតធ្លាក់ទឹកមុនគណៈកម្មការដកបន្ទុកចាស្មើគ្នាអត់ឲ្យធ្លាក់ទឹកទេធ្លាក់ទឹកស្មើនឹងចាញ់កីឡាករបង្គោលក្រហមអពេកលោតធ្លាក់ចូលទឹកខ្លួនឯងស្មើនឹងស្មើគ្នាបង្គោលក្រហមយើងកុំធ្លាក់ទឹកតាណាធ្លាក់ទឹកចាញ់គេអីអពេកលោតចូលទឹកគេដកបន្ទុកបាត់ចាបង្គោលក្រហមមុខដូចឌឺដល់ហើយអូខេសង្ឃឹមថានៅវគ្គនេះបង្គោលខៀវនឹងស្ដារកិត្តិយសជូនភរិយារបស់គាត់សូមត្រៀមទាំងអស់គ្នាសូមកម្លាំងចិត្តពីឧត្តមភរិយារបស់បង្គោលខៀវមួយមកចាបងកុំឲ្យចាញ់គេបង2ដងហើយបងខ្មាស់គេណាបងអើយបងបាយឲ្យឈ្នះតាណាអត់ឈ្នះថ្ងៃត្រង់នឹងអត់ឲ្យបាយទេចាអូខេត្រៀមទាំងអស់គ្នាការប្រកួតជុំទី3 1 2 3ចូលដាក់ចលោទៅចលោមកហើយអូបាទបង្គោលក្រហមកំពុងតែខំមាត់បង្គោលខៀវអូឲ្យគេវាយបង្គោលខៀវដាក់មួយចំកណ្ដាលក្បាលពួរមកដាក់មកខៀវកុំជ្រូខៀវដាក់មកអូជួយលេខម៉ានឲ្យបងចាញ់គេវិញចាញ់គេឡើយចាញ់កុំឲ្យធ្លាក់កុំឲ្យធ្លាក់ចាសប្បាយរីករាយជូនដល់បងប្អូនទាំងអស់គ្នាពិសេសក៏យើងមានចាខាងក្រុមរបស់យុវជនដែលគាត់បង្កបរិយាកាសចានៅក្នុងទីកន្លែងនេះផ្ទាល់ឲ្យបងប្អូនបានមកលេងចាឥឡូវមានអ្នកណាស្ម័គ្រចិត្តឡើងប្រកួតទៀតអត់មានណាគេស្ម័គ្រចិត្តប្រកួតទៀតអត់បងប្អូនចាចង់ប្រកួតធ្លាក់ទឹកទៀតអត់មានណាគេចង់សងសឹកបង្គោលក្រហមជំនួសបង្គោលខៀវអត់ចាអរគុណបាទអរគុណចឹងអបអរសាទរជូនបង្គោលក្រហមវ៉ាវបាទអរគុណចឹងសូមអញ្ជើញបង្គោលក្រហមត្រៀមមកទទួលយកពានរង្វាន់ពីអាដាមហ៊ុនវណ្ណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអបអរសាទរជូនបង្គោលក្រហមអរគុណសូមអញ្ជើញបង្គោលខៀវមកដូចគ្នាព្រោះថាក៏ទទួលបាននៅការតាមដានទស្សនាដោយផ្ទាល់ពីអាដាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចាអរគុណបាទឥឡូវនេះគឺអាដាមហ៊ុនម៉ាណីបានធ្វើការប្រកួតនៅពានរង្វាន់ជ័យលាភីបង្គោលក្រហមអបអរសាទរវ៉ាវបាទចាសុំរំមួយមកទទួលពានរង្វាន់រំមួយបង្គោលក្រហមរំមួយតែដៃទាំងអស់គ្នាចូលបង្គោលក្រហមចាអរគុណអបអរសាទរបងដែរចាបន្តទៀតក៏សូមគ្រប់អញ្ជើញចាអាដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចាអនុញ្ញាតកំសាន្តល្បែងមួយទៀតនៅទីនេះគឺគប់បបរកញ្ញាធ្លាក់ទឹកអត់គប់ទេបាទអញ្ជើញធ្លាក់ទឹកចាកញ្ញាធ្លាក់ទឹកឥឡូវនេះគឺដល់កម្មវិធីហ្គេមបបរកញ្ញាធ្លាក់ទឹកបាទចឹងសូមអញ្ជើញបងប្អូនចូលរួមទស្សនាបានច្រើនខុសៗយើងចាប់ផ្ដើមលេងហ្គេមមួយទៀតឥឡូវនេះផងដែរស្ម័គ្រចិត្តចាចង់រងបបរកញ្ញាណាដែលស្ម័គ្រចិត្តធ្លាក់ទឹកលោកឆៃបាទចាហ៊ានធ្លាក់ទឹកអត់គេបបរកញ្ញាគេយកស្រីចឹងនេះតាឡើងអូចឹងនេះខ្ញុំចាសូមអញ្ជើញបងប្អូននៅទីនេះវិញអូមានអ្នកស្ម័គ្រចិត្តឡើងមានអ្នកស្ម័គ្រចិត្តឡើងហើយអូបបរកញ្ញាអត់ចឹងហើយសេសានមួយកញ្ញាមួយ
អរគុណ ចា អេ ខុសលក្ខខណ្ឌខុសលក្ខខណ្ឌហើយ បាទ ចា អរគុណឥឡូវនេះបងប្រធានមានក្របបាល់នៅក្នុងដៃហើយគឺគាត់ជ្រើសយកចំនួន3ថាតើគាត់ប្រើក្របបាល់ប្រមាណអញ្ចឹងសូមត្រៀម1 2 3រួចខ្លួនកញ្ញាញឹមកញ្ញាធ្លាក់ទឹកកញឹមរួចខ្លួនគ្រាប់ទី2 គ្រាប់ទី3 អូជោគ អបអសាទរបាទធ្លាក់ទឹកបានសម្រាប់អរគុណណាអរគុណអរគុណបាទអរគុណណាបងប្រធានបាទអរគុណ ចា3គឺធ្លាក់តែម្ដង បាទលេងដើម្បីសប្បាយទេបើសិនលើដួសសំខាន់តែអភ័យទោសហើយក៏អរគុណដល់បងប្អូនដែលបានចូលរួមទេសនាឥឡូវនេះទ្រូទស្សនិកជនសូមអញ្ជើញទៅទេសនាការលេងបាទទាញព្រាត់នៅកន្លែងពពុះវិញម្ដងបាទ ចាអរគុណហើយក៏សូមអរគុណបងដែរបងប្អូនក៏គាត់អាចមកលេងនៅទីនេះបានដែរចា អរគុណបាទបងគាត់មាន លបែងបន្តទៀតគឺចាគេហៅថាលបែងមហារអិលតែម្ដងចា បាទ ឃើញបងប្អូនក៏មានវត្តមានច្រើននៅទីនេះចា បងប្អូនពូមានទេទេក៏ថាបងប្រធានចូលលេងមែន លេងមែនចាហើយការទាញព្រាត់នេះគឺយើងគឺមានការប្រកួត3ដងផងដែរ3ជុំដើម្បីស្វែងរកចាឈ្នះនិងចាញ់សម្រាប់បេក្ខជនទាំងសងខាងទាំងពីរក្រុម បាទឥឡូវនេះសូមដាក់ឈ្មោះក្រុមកញ្ញាលីតាបាទក្រុមខាងបងប្រធានអូននេះដាក់ក្រុមទី1បាទអត់បាទសូមសម្លេងក្រុមទី1ខាងខាងទាំងអស់គ្នាមួយហេក្រុមទី2នេះអត់ដែរ ចាច់ចាញ់គេចា សូមដល់ក្រុមទី1ទី1 ចា បាទអរ គឺ គុណ ឃើញ ណាស់ ហើយបងប្អូនត្រៀមចាហើយក៏មានការរងចាំមើលស្ទតែចាមកគ្រប់ត្រក្រុមទី បាទមកសភាពក្រុមរៀងខ្លួនបាទក្រុមបងប្អូននៅខាងលិចគឺក្រុមទី2បាទហើយដូច្នេះសូមសម្លេងជូនក្រុមទី1ទាំងមួយ អរគុណឥឡូវដើម្បីឲ្យមានកម្លាំងចិត្តដូចគ្នាសូម សូមសម្លេងជូន ក្រុមទី ទី 2 ទី2ឈ្នះឬក៏ទី1ឈ្នះ ទី2ឬក៏ទី1 ឥឡូវមុននឹងការប្រកួតផ្ដល់កម្លាំងចិត្តជូនក្រុមទី1និងទី2 ចា សូមត្រៀមតិចអត់បងប្អូនតិចអីគេតិចចិត្តនៅ ទៅជាទាំងចិត្តទៅជាទាំង គ្នាណាបាទអូខេបាទចឹងក្រុមការងារបើសិនមករួចរាល់សូមឲ្យសញ្ញាជូនដល់យើងខ្ញុំមិនធ្វើការរាប់ជូនជាមួយបងប្អូនទស្សនិកជននៅទីនេះក្រុមទី1ឬក៏ក្រុមទី2ឈ្នះបាទហើយនៅក្រុមការងារបាទនៅ ចា ក្រុមការងាររួចរាល់ហើយបាទត្រៀមទាំងអស់គ្នាបងប្អូនរាប់ជាមួយយើងខ្ញុំ1 2 3ក្រុមទី1ឬក្រុមទី2ស៊ូស៊ូ អរសូមកម្លាំងចិត្តទាំងអស់គ្នាបងប្អូនមកសូមហួយខ្លាំងទាំងអស់គ្នា ស៊ូក្រុមទី1ស៊ូអូបងចូលទៅជួយមានបងចូលទៅជួយហើយ ទី អូ 2ទី2ទី2ទី1ទី1 ទី1ឬទី2 អើយទៅហើយទី2ទៅហើយទី2ទៅហើយទី2មកវិញ ទី2ស៊ូទី2ស៊ូទី1 អបអសាទរក្រុមទី1អូ ចាចង់សួរទៅក្រុមទី2សិន សុំទី2មិនដែរអូនទាំងអស់គ្នា អូបងស្រី បា គាត់រត់ទៅជួបក្រុមទី1ចាអរគុណ អរគុណដល់បងប្អូនជាពិសេសបាញ់មិញមានបងស្រីម្នាក់គាត់ទៅជួយក្រុមទី1 អូខ្លាំងមែនណា បាទអរគុណណាស់មានការគ្រប់គ្រង អូ បាទ បងខ្លាចក្រុមទី1ចាញ់ សូមផ្ដល់ស្នូលទៀតហើយម្ដងទៀតជូនដល់ក្រុមទី1 ចាអរគុណច្រើនចាអរគុណចាឥឡូវនេះផងដែរក៏សូមអញ្ជើញចាក្រុមទី2ចាអញ្ជើញថតរូបអនុស្សាវរីយ៍ផងដែរព្រោះថានេះគឺជាការបង្កើតនូវភាពស្និទ្ធស្នាលបងប្អូនដែលមកអង្គរសង្ក្រាន្តសប្បាយរីករាយជាមួយនឹងកម្មវិធីជាច្រើនរបស់អង្គរសង្ក្រាន្តពិសេសហ្នឹងដល់ឃើញរូបភាពនៅពេលនេះដែលយើងកំពុង live ផ្សាយផ្ទាល់ពីតំបន់ត្រជាក់ចិត្តនៅត្រពាំងផ្សេង បាទយើងគ្រាន់តែប្រកួត
គឺពេលដែលប្រកួតយើងជាគូបដិបត្តិជាមួយគ្នានេះគឺជាការប្រកួតកំសាន្តសប្បាយទេតែក្រោយពីការប្រកួតយើងនៅតែរាប់អានស្រឡាញ់គ្នាធម្មតាឥឡូវនេះទាំងទី1ទាំងទី2ចូលថតរូបហើយបាទនៅពិធីករមិនទាន់បានចូលទេហ៊ានចូលអត់ហ៊ានចូលដែរឥឡូវហើយខ្លាចបាក់សងអាវគេចាអរគុណខ្លាំងណាស់សូមសម្លេងខ្លាំងៗដល់អ្នកគ្នាទាំងពីរក្រុមទី1និងក្រុមទី2បាទមានបងប្អូនសំណូមពរថាចង់ឃើញទាញម្ដងទៀតទាញបានទៀតបានអត់ចាបានអត់ជើញចូលរួមបន្តទៀតបានអង្គសង្ក្រានអបអសាទរទាំងអស់គ្នាមួយចាអរគុណនេះបញ្ជាក់ជាមួយនឹងកម្មវិធីអង្គសង្ក្រានគឺសម្រាប់ពុកម៉ែបងប្អូនអង្គសង្ក្រានគឺសម្រាប់យើងទាំងអស់គ្នាបាទអរគុណដល់បងប្រធានហ៊ុនម៉ាណីដែលបានផ្ដល់កិត្តិយសចូលរួមលេងជាមួយនឹងបងប្អូនទស្សនិកជនជាពិសេសគឺបងប្អូនយុវជនយុវនារីដែលបានផ្ដល់ការស្រឡាញ់និងការរាប់អានជូនចំពោះបងប្រុសហើយជានិច្ចកាលគឺបងប្រុសតែងតែមានយកពេលវេលាមកជួបជាមួយនឹងបងប្អូនអញ្ចឹងតំណាងឲ្យបងប្អូនទាំងអស់គ្នាយុវជនស្ម័គ្រចិត្តនៃសភាសហព័ន្ធយុវជនកម្ពុជាយុវជនអង្គរសង្ក្រានក៏ដូចជាបងប្អូនពូមីមីងទស្សនិកជននៅទីនេះសូមអរគុណជាថ្មីម្ដងទៀតសម្រាប់បងប្រធានហ៊ុនម៉ាណីដែលបានបង្កើតកម្មវិធីអង្គរសង្ក្រានផ្ដល់ឱកាសជួបជុំជូនដល់មហាគ្រួសារខ្មែរនៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរសូមផ្ដល់ស្នូលតែដៃម្ដងទៀតជាការអរគុណជូនដល់បងប្រុសហ៊ុនម៉ាណីឲ្យខ្លាំងៗទាំងអស់គ្នាចាអរគុណច្រើន